ម៉ូតសក់ដែលពេញនិយមបំផុតនៅក្នុងរដូវក្តៅជាប្រភេទម៉ូតសក់បួងព្រោះនៅពេលដែលបួងសក់ធ្វើឲ្យយើងមានអារម្មណ៍ថាស្លាកមុខស្លាកកអត់ក្តៅស្អុះស្អាតហើយនៅពេលដែលយើងបួងសក់មិនថាយើងស្លៀកសម្លៀកបំពាក់បែបណាក៏លុកឃ្លីនស្អាតដែរប៉ុន្តែត្រូវមើលលើការបួងសក់ផងណាមិនមែនចេះតែបួងឲ្យតែបានទេអញ្ចឹងតមកមើលពីវិធីបួងសក់3ម៉ូតងាយៗដែលអ្នកទាំងអស់គ្នាអាចធ្វើដោយខ្លួនឯងបានដោយម៉ូតទី1នេះអ្នកទាំងអស់គ្នាគ្រាន់តែលើកសក់អ្នកទាំងអស់គ្នាចងឡើងឲ្យខ្ពស់បន្ទាប់មកបត់ពាក់កណ្ដាលដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងបន្ទាប់ពីបត់ពាក់កណ្ដាលហើយអ្នកទាំងអស់គ្នាញែកសក់ដែលបត់ហ្នឹងចេញជាពីរលែងញែកជាពីរឲ្យសមល្មមនឹងដៃមកបន្ទាប់មកលូកម្រាមដៃពីរចូលហើយធ្វើការយកសក់ដែលនៅសល់ហ្នឹងព័ទ្ធនៅខាងក្រោមជុំវិញសក់ដែលអ្នកទាំងអស់គ្នាញែកជាពីរនៅពេលដែលអ្នកទាំងអស់គ្នាវិញសក់ជុំអស់ហើយអ្នកទាំងអស់គ្នាប្រមូលសក់ញាត់ទៅខាងក្រោមហ្នឹងទាំងអស់បន្ទាប់មកយកស្និតសក់មកសៀតហើយរបៀបស្និតសៀតសក់គឺអ្នកទាំងអស់គ្នាសៀតពីក្រោមដោតឆ្កឹះឡើងមកខាងលើពេលដែលដោតស្និតសក់ហើយអ្នកទាំងអស់គ្នាអាចសេរីវាឲ្យស្មើគ្នាបានតែប៉ុណ្ណឹងគឺរួចរាល់ហើយបួងបែបនេះគឺចប់បានពេញមួយថ្ងៃអ្នកទាំងអស់គ្នាមិនបាច់ភ័យថាខ្លាចជ្រុះអីទេឥឡូវចូលមកដល់ម៉ូតសក់ទី2វិញម្ដងតែម៉ូតសក់ទី2ហ្នឹងគឺស្តៀងទៅនឹងម៉ូតសក់ទី1ដែរតែគាត់អ្នកទាំងអស់គ្នាគឺលើកសក់អ្នកទាំងអស់គ្នាចងឡើងឲ្យខ្ពស់ឲ្យអស់ស្រឡះពីកចឹងតែថាម៉ូតសក់ទី2នេះអ្នកទាំងអស់គ្នាអត់ចាំបាច់បត់សក់អីតែតម្រូវឲ្យអ្នកទាំងអស់គ្នាយកសក់ដែលអ្នកទាំងអស់គ្នាចងឡើងទាំងអស់ហ្នឹងគឺយកមកក្រងវាទាំងអស់រហូតដល់ចុងសក់បន្ទាប់មកយកកស៊ូឬក៏ចំណងសក់ចងវាឲ្យតឹងចងឲ្យតឹងអ្នកទាំងអស់គ្នាកុំឲ្យវារបូតបន្ទាប់ពីក្រងចងរួចរាល់អស់ហើយអ្នកទាំងអស់គ្នាចាប់ផ្ដើមយកកន្ទុយសក់ហ្នឹងយកមកញាត់ចូលទៅក្នុងចំណងសក់នៅខាងកន្លែងនេះខ្ញុំរៀងពិបាកបញ្យល់តិចបើអ្នកទាំងអស់គ្នាអត់សូវយល់អីដែលខ្ញុំនិយាយទេអាចធ្វើតាមនៅក្នុងវីដេអូហ្នឹងបានហើយបន្តមកទៀតអ្នកទាំងអស់គ្នាយកសក់ដែលក្រងហ្នឹងពលាហើយអ្នកទាំងអស់គ្នាយកទៅគ្របនៅពីលើសក់ចងហ្នឹងបន្ទាប់មកគ្រាន់តែយកស្នៀតសក់មកដោតគឺជាការស្រេចហើយរបៀបនៃការដោតស្នៀតសក់គឺយើងដោតដូចវីដេអូទី1ដែរអ្នកទាំងអស់គ្នាដោតពីក្រោមហើយឆ្កឹះឡើងមកខាងលើវិញពេលដែលបួងសក់រួចរាល់អស់ហើយបើអ្នកទាំងអស់គ្នាសក់កតុយសក់ដូចខ្ញុំអ្នកទាំងអស់គ្នាគ្រាន់តែសេរីវាឲ្យវាសមរម្យទៅកុំឲ្យវាមានភាពញ៉ៃញ៉ៃទៅគឺរួចរាល់ហើយចុះមកដល់ម៉ូតសក់ទី3នេះគឺជាម៉ូតសក់ដែលខ្ញុំអាសាធ្វើជាងគេហើយវាងាយស្រួលធ្វើជាងគេទៀតដែលអត់ត្រូវការស្និតសក់អីត្រូវការតែចំណងចងសក់មួយគូគឺរួចរាល់ហើយពីដំបូងអ្នកទាំងអស់គ្នាសិតសក់ឡើងឲ្យស្អាតចងឲ្យខ្ពស់បន្ទាប់មកចងបត់សក់ជាពីរដូចនៅក្នុងវីដេអូហ្នឹងចឹងនៅកន្លែងចងសក់បត់ជាពីរហ្នឹងអ្នកទាំងអស់គ្នាចងឲ្យតឹងបន្តិចណាដើម្បីកុំឲ្យសក់យើងវារបូតតែញ៉ៃញ៉ៃបន្ទាប់មកសក់ដែលនៅសល់នៅខាងក្រោមហ្នឹងអ្នកទាំងអស់គ្នាទាញកន្ទុយសក់យកមកវិញនៅជុំវិញសក់ដែលបត់ហ្នឹងបន្ទាប់ពីយកសក់មកវិញជុំវិញសក់ដែលចង់បត់នឹងរួចរាល់អស់ហើយអ្នកទាំងអស់គ្នាគ្រាន់តែយកចំណងសក់មួយទៀតមកចងខ្ទាស់វាពីរតង់ឲ្យជាប់ទៅគឺរួចរាល់ជាស្រេចហើយចាប់ហែកសក់ខាងក្រោមចេញផងដើម្បីឲ្យមើលទៅសក់យើងកាន់តែក្រាស់ស្អាតតែប៉ុណ្ណឹងគឺរួចរាល់ជាស្រេចហើយអញ្ចឹងឥឡូវយើងមកមើលរីសាម៉ូតសក់យើងទាំង3ម៉ូតនេះអ្នកទាំងអស់គ្នាឲ្យបានបន្ទុកដែរហើយកុំភ្លេចសាកធ្វើទាំងអស់គ្នាណាងាយស្រួលហើយមើលទៅស្អាតផ្លឹងទៀតម៉ូតសក់ដែលពេញនិយមបំផុតនៅក្នុងរដូវក្តៅជាប្រភេទម៉ូតសក់បួងព្រោះនៅពេលដែលបួងសក់ធ្វើឲ្យយើងមានអារម្មណ៍ថាស្លាកមុខស្លាកកអត់ក្តៅស្អុះស្អាតហើយនៅពេលដែលយើងបួងសក់មិនថាយើងស្លៀកសម្លៀកបំពាក់បែបណាក៏លុកឃ្លីនស្អាតដែរប៉ុន្តែត្រូវមើលលើការបួងសក់ផងណាមិនមែនចេះតែបួងឲ្យតែបានទេអញ្ចឹងតមកមើលពីវិធីបួងសក់3ម៉ូតងាយៗដែលអ្នកទាំងអស់គ្នាអាចធ្វើដោយខ្លួនឯងបានដោយម៉ូតទី1នេះអ្នកទាំងអស់គ្នាគ្រាន់តែលើកសក់អ្នកទាំងអស់គ្នាចងឡើងឲ្យខ្ពស់បន្ទាប់មកបត់ពាក់កណ្ដាលដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងបន្ទាប់ពីបត់ពាក់កណ្ដាលហើយអ្នកទាំងអស់គ្នាញែកសក់ដែលបត់ហ្នឹងចេញជាពីរលែងញែកជាពីរឲ្យសមល្មមនឹងដៃមកបន្ទាប់មកលូកម្រាមដៃពីរចូលហើយធ្វើការយកសក់ដែលនៅសល់ហ្នឹងព័ទ្ធនៅខាងក្រោមជុំវិញសក់ដែលអ្នកទាំងអស់គ្នាញែកជាពីរនៅពេលដែលអ្នកទាំងអស់គ្នាវិញសក់ជុំអស់ហើយអ្នកទាំងអស់គ្នាប្រមូលសក់ញាត់ទៅខាងក្រោមហ្នឹងទាំងអស់បន្ទាប់មកយកស្និតសក់មកសៀតហើយរបៀបស្និតសៀតសក់គឺអ្នកទាំងអស់គ្នាសៀតពីក្រោមដោតឆ្កឹះឡើងមកខាងលើពេលដែលដោតស្និតសក់ហើយអ្នកទាំងអស់គ្នាអាចសេរីវាឲ្យស្មើគ្នាបានតែប៉ុណ្ណឹងគឺរួចរាល់ហើយបួងបែបនេះគឺចប់បានពេញមួយថ្ងៃអ្នកទាំងអស់គ្នាមិនបាច់ភ័យថាខ្លាចជ្រុះអីទេឥឡូវចូលមកដល់ម៉ូតសក់ទី2វិញម្ដងតែម៉ូតសក់ទី2ហ្នឹងគឺស្តៀងទៅនឹងម៉ូតសក់ទី1ដែរតែគាត់អ្នកទាំងអស់គ្នាគឺលើកសក់អ្នកទាំងអស់គ្នាចងឡើងឲ្យខ្ពស់ឲ្យអស់ស្រឡះពីកចឹងតែថាម៉ូតសក់ទី2នេះអ្នកទាំងអស់គ្នាអត់ចាំបាច់បត់សក់អីតែតម្រូវឲ្យអ្នកទាំងអស់គ្នាយកសក់ដែលអ្នកទាំងអស់គ្នាចងឡើងទាំងអស់ហ្នឹងគឺយកមកក្រងវាទាំងអស់រហូតដល់ចុងសក់បន្ទាប់មកយកកស៊ូឬក៏ចំណងសក់ចងវាឲ្យតឹងអ្នកទាំងអស់គ្នាកុំឲ្យវារបូតបន្ទាប់ពីក្រងចងរួចរាល់អស់ហើយអ្នកទាំងអស់គ្នាចាប់ផ្ដើមយកកន្ទុយសក់ហ្នឹងយកមកញាត់ចូលទៅក្នុងចំណងសក់នៅខាងកន្លែងនេះខ្ញុំរៀងពិបាកបញ្យល់តិចបើអ្នកទាំងអស់គ្នាអត់សូវយល់អីដែលខ្ញុំនិយាយទេអាចធ្វើតាមនៅក្នុងវីដេអូហ្នឹងបានហើយបន្តមកទៀតអ្នកទាំងអស់គ្នាយកសក់ដែលក្រងហ្នឹងពលាហើយអ្នកទាំងអស់គ្នាយកទៅគ្របនៅពីលើសក់ចងហ្នឹងបន្ទាប់មកគ្រាន់តែយកស្នៀតសក់មកដោតគឺជាការស្រេចហើយរបៀបនៃការដោតស្នៀតសក់គឺយើងដោតដូចវីដេអូទី1ដែរអ្នកទាំងអស់គ្នាដោតពីក្រោមហើយឆ្កឹះឡើងមកខាងលើវិញពេលដែលបួងសក់រួចរាល់អស់ហើយបើអ្នកទាំងអស់គ្នាសក់កតុយសក់ដូចខ្ញុំអ្នកទាំងអស់គ្នាគ្រាន់តែសេរីវាឲ្យវាសមរម្យទៅកុំឲ្យវាមានភាពញ៉ៃញ៉ៃទៅគឺរួចរាល់ហើយចុះមកដល់ម៉ូតសក់ទី3នេះគឺជាម៉ូតសក់ដែលខ្ញុំអាសាធ្វើជាងគេហើយវាងាយស្រួលធ្វើជាងគេទៀតដែលអត់ត្រូវការស្និតសក់អីត្រូវការតែចំណងចងសក់មួយគូគឺរួចរាល់ហើយពីដំបូងអ្នកទាំងអស់គ្នាសិតសក់ឡើងឲ្យស្អាតចងឲ្យខ្ពស់បន្ទាប់មកចងបត់សក់ជាពីរដូចនៅក្នុង
វីដេអូហ្នឹងចឹងនៅកន្លែងចងសក់បត់ជាពីរហ្នឹងអ្នកទាំងអស់គ្នាចងឲ្យតឹងតិចណាដើម្បីកុំឲ្យសក់យើងវាលបោតញ៉ៃញ៉ៃបន្ទាប់មកសក់ដែលនៅសល់នៅខាងក្រោមហ្នឹងអ្នកទាំងអស់គ្នាទាញកន្ទុយសក់យកមកវិញនៅជុំវិញសក់ដែលបត់ហ្នឹងបន្ទាប់ពីយកសក់មកវិញជុំវិញសក់ដែលចង់បត់នឹងរួចរាល់អស់ហើយអ្នកទាំងអស់គ្នាគ្រាន់តែយកចំណងសក់មួយទៀតមកចងខ្ទាស់វាពីរតង់ឲ្យជាប់ទៅគឺរួចរាល់ជាស្រេចហើយចាប់ហែកសក់ខាងក្រោមចេញផងដើម្បីឲ្យមើលទៅសក់យើងកាន់តែក្រាស់ស្អាតតែប៉ុណ្ណឹងគឺរួចរាល់ជាស្រេចហើយអញ្ចឹងឥឡូវយើងមកមើលរីសាម៉ូតសក់យើងទាំង3ម៉ូតនេះអ្នកទាំងអស់គ្នាឲ្យបានបន្ទុកដែរហើយកុំភ្លេចសាកធ្វើទាំងអស់គ្នាណាងាយងាយស្រួលហើយមើលទៅស្អាតភ្លឹងទៀត